បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទនៅក្នុងវីដេអូនេះដែរខ្ញុំបាននឹងចែករំលែកអំពីវិធីធ្វើ brown sugar matcha latte ផងដែរបាទមុនឈានដល់វិធីធ្វើខ្ញុំបាទសូមណែនាំដល់បងប្អូនទាំងអស់គ្នាបន្តិចបាទនេះគឺជាម្សៅ matcha ដែលបងប្អូនប្រើក៏ជាផលិតផលក្នុងស្រុកផងដែរផលិតដោយកូនខ្មែរសុទ្ធសាធហើយក៏មានរសជាតិឆ្ងាញ់ផងដែរបានទាក់ទងនឹងវិធីធ្វើក៏មិនមានអ្វីខុសពីវីដេអូមុនដែលបងប្អូនបានរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងវិធីកូរមច្ឆាផងដែរហើយប្រសិនបើបងប្អូនណាដែលមិនទាន់ចេះអំពីរបៀបកូរមច្ឆាឲ្យបានត្រឹមត្រូវទេបងប្អូនអាចចូលទៅក្នុង channel បាទនៅក្នុងវីដេអូមុនក៏ខ្ញុំបានជួយប្រាប់ហើយនឹងជួយចែករំលែកណែនាំដល់បងប្អូនទាំងអស់គ្នាផងដែរដោយជាដំបូងបងប្អូនត្រូវយកម្សៅមច្ឆានឹងចំនួន4ក្រាមយកទៅរែងបន្ទាប់មកក៏យើងចាក់ទឹកក្តៅចំនួន30 ml បន្ទាប់មកទៀតក៏យើងកូរវាឲ្យសព្វសិនកូរវាឲ្យសព្វហើយបានយើងចាក់ទឹកក្តៅចំនួន20 ml បន្ថែមពីលើទៀតពីព្រោះថាមច្ឆាមួយកែវយើងត្រូវការចំណាយទឹកចំនួន50 ml ផងដែរបាទអានឹងសម្រាប់4ក្រាមនៅពេលដែលយើងកូរមច្ឆារួចរាល់ហើយក៏ឈានដល់វិធីធ្វើបាទចឹងវិធីធ្វើបងប្អូនត្រូវយកទឹក brown sugar ចំនួន30 ml ផងដែរទឹក brown sugar ចំនួន30 ml នេះគឺយើងស្មើជាមួយនឹងស្ករ100%បន្ទាប់មកទៀតបងប្អូនត្រូវយកទឹកដោះគោស្រស់ចំនួន40 ml កូរជាមួយនឹងទឹក brown sugar ដែលយើងដាក់ក្នុងកែវហើយបាទគឺកូរឲ្យសព្វបាទបងប្អូនបាទនៅពេលដែលយើងកូរសព្វអស់ហើយវាក៏ឡើងចេញជាពណ៌ត្នោតផងដែរបាទពណ៌ brown ណាបងប្អូនហើយនៅពេលដែលឡើងចេញជាពណ៌ brown ហើយក៏យើងធ្វើការចាក់ទឹកកកចូលអញ្ចឹងយើងធ្វើការចាក់ទឹកកកឲ្យពេញកែវមកនៅពេលដែលបងប្អូនទាំងអស់គ្នាបានចាក់ទឹកកកចូលពេញកែវហើយក៏យើងយកទឹកដោះគោស្រស់បាទចំនួន100 ml បន្ថែមពីលើទៀតណាបងប្អូនរោយវាឲ្យសព្វមកអញ្ចឹងមានន័យថាទឹកដោះគោស្រស់ដែលយើងប្រើនេះគឺចំនួន140 ml ដោយ40 ml នោះយើងលាយជាមួយនឹង brown sugar ហើយ100 ml គឺយើងចាក់ពីលើថែមទៀតណាបងប្អូននៅពេលដែលយើងចាក់ទឹកដោះគោស្រស់ចូលរួចអស់ហើយក៏យើងយកមច្ឆាទឹកមច្ឆាដែលយើងបានកូររួចរាល់ហ្នឹងចាក់ពីលើបន្ថែមបាទហើយក៏យើងក៏បង្កើតបានទៅជាភេសជ្ជៈមួយដែលមានឈ្មោះថា brown sugar matcha latte អញ្ចឹងវិធីធ្វើងាយៗបែបនេះបាទបងប្អូនទាំងអស់គ្នាបងប្អូនអាចសាកតេស្តបានគឺខ្ញុំបានសាកតេស្តរួចរាល់អស់ហើយគឺវាមានរសជាតិឆ្ងាញ់ដោយយើងមិនចាំបាច់បន្ថែមស្ករទៀតនោះទេបាទគឺវារសជាតិឆ្ងាញ់គ្រប់គ្រាន់តែម្ដងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាបាទនេះគ្រាន់តែជាវីដេអូចែករំលែកបន្តិចបន្តួចប៉ុណ្ណោះសម្រាប់បងប្អូនទាំងអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ